បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមណែនាំប្រភេទពូជស្មៅបាទសម្រាប់ដាំចិញ្ចឹមគោហើយប្រភេទពូជស្មៅនេះងាយស្រួលដាំហើយត្រាកាដោះល្អខ្លាំងមែនទែនបងប្អូនណាបាទហើយប្រមូលផលបានច្រើនឆ្នាំបងប្អូនប្រភេទនេះគឺប្រភេទមុំអាសាគីណេបាទមុំអាសាគីណេនេះគឺកាត់ដុះហើយអាយុវា10ឆ្នាំបងប្អូនបាទអញ្ចឹងប្រភេទនេះគោយកចិត្តទីខ្លាំងមែនទែនបងប្អូនណាបាទហើយនេះប្រភេទដើមវាបងប្អូនណាបាទអានេះតាមមកគ្រាប់3គុំបាទ3គុំអមែនទែនឥឡូវនេះខ្ញុំកាត់យកទៅឲ្យគោស៊ីបាទអញ្ចឹងបងប្អូនអាចកំងបានយើងមានលក់ជាប្រភេទគ្រាប់ពូជផ្ទាល់តែម្ដងបងប្អូនណាបាទបងប្អូនមានដីចម្ការទំនេរដាំនេះព្រុសចៅក៏ដុះដែរបងប្អូនបាទដុះល្អខ្លាំងមែនទែនកាត់ដុះបងប្អូនណាបាទនេះបងប្អូនយើងកាត់បងប្អូនកាត់ពីលើគល់វាបាទបងប្អូនកាត់ប៉ុណ្ណឹងហើយវាដុះហើយបាទរយៈពេលមួយសប្តាហ៍2សប្តាហ៍អីវាលូតលាស់ដុះបានទៀតបងប្អូនបាទនេះបងប្អូនឥឡូវខ្ញុំយកគោស៊ីហើយខ្ញុំណែនាំប្រភេទអាកន្លែងដែលខ្ញុំកាត់ពីថ្ងៃមុនណាបងប្អូនបាទនេះបងប្អូនបាទអាកាត់ពីថ្ងៃមុនបងប្អូនកាត់ឲ្យវាដុះបែបអញ្ចឹងវិញណាបាទកាត់ឲ្យគឺប្រឡូកអញ្ចឹងបងប្អូនសោយទៅទឹកដាក់តាជីអាចមន់អាចគោអីក៏បានដែរបងប្អូនមានជីគ្រាប់ដាក់អុយរ៉េបាទបាចទៅទឹកមកគឺដុះឡើងជ្រងច្រាំងរយៈពេលមួយសប្តាហ៍ទៅ2សប្តាហ៍ទៅបែងហ្នឹងវិញបាទអញ្ចឹងសម្រាប់គ្រាប់ពូជយើងមានលក់ច្រើនបងប្អូនយើងមានមុំអាសាយើងមានរ៉ូស៊ីយើងមានពូជដីលិចទឹកផ្ទាល់អញ្ចឹងនេះជាការខ្ញុំមានប៉ុណ្្នេះបងប្អូនបាទខ្ញុំសល់ដីទន្លេខ្ញុំដាំចំគោ4-5ក្បាលបាទអញ្ចឹងបងប្អូនមិនពិបាកដើររកស្មៅផ្សេងឲ្យគោស៊ីទេបងប្អូនបាទបងប្អូនដាំតែប៉ុណ្្នឹងកាត់ឲ្យគោស៊ីវិលជុំហ្មងបាទមានដី10-20កាត់ឲ្យគោស៊ីបានមកអែមមកបងប្អូនណាបាទនេះបងប្អូនចន្លោះដើមឈើបាចមកដុសស្អាតបាញ់ទឹកស្រោចបាទឥឡូវជំរឿខ្ញុំយកឲ្យគោស៊ីប្រភេទនេះស្មៅនេះគោយកចិត្តស៊ីខ្លាំងមែនទែនបងប្អូនណាបាទបងប្អូនជំរឿតែគោវាស៊ីអត់បងប្អូនដឹងចង់ដឹងថាស្មៅដាំទៅគោយកចិត្តអត់ឥឡូវជំរឿខ្ញុំយកឲ្យគោស៊ីផ្ទាល់បងប្អូនណាអីគាត់ឃើញបោលមកបងប្អូនគោជាស៊ីមែនតើស្រុកខ្ញុំចំគោកដៅកន្លះទេបងប្អូនបាទអញ្ចឹងថាគោក្របីកាប៉ែជីមុនទៀតទេអាចទីបានប្រភេទនេះស្លឹកវាទុនហើយអត់មានរោមទេបងប្អូនណាបាទអញ្ចឹងបងប្អូនអាចកំងបានយើងមានលក់ជាប្រភេទគ្រាប់ពូជបាទ1គីឡូបងប្អូនដាំបានច្រើនមែនតើដាំបាន 6A បាទ600ម៉ែត្រការ៉េបងប្អូនណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនសូមឆាតចូល page ឬក៏ខលតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើcaption នេះស្រាប់ដើម្បីទទួលការកំងនិងទូព័ត៌មានលម្អិតជូនបាទ